ត្រឡប់មកជួបបងប្អូនសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំសូមមកបកស្រាយលម្អិតតាក់ទងជាមួយនឹងសំណួរមួយនៅក្នុងការដាក់ឆ្នោត DV Lottery សំណួរនេះគឺសួរតាក់ទងជាមួយនឹងស្ថានភាពរៀបការដែលសំណួរនេះស្ថិតនៅក្នុងចំណុចទី13បើយោងទៅតាមការដាក់ឆ្នោត DV Lottery សម្រាប់ឆ្នាំ2026បងប្អូននៅមានចម្ងល់តាក់ទងនឹងការជ្រើសរើសយកចំណុចមួយណាឲ្យត្រឹមត្រូវតាមស្ថានភាពជាក់ស្ដែងរបស់បងប្អូននៅក្នុងសំណួរនោះយើងមានចម្លើយរហូតដល់6ដែលតាក់ទងជាមួយបងប្អូនដែលនៅលីវរៀបការហើយមិននៅជាមួយគ្នាផ្សេងបើនៅក្នុងសំណួរនេះដែរគេសួរថាតើស្ថានភាពរៀបការរបស់បងប្អូននឹងគឺយ៉ាងដូចម្ដេចក្នុងចម្លើយទី1គេដាក់ថា unmarried នឹងគឺសំដៅទៅលើបងប្អូនដែលមិនធ្លាប់រៀបការឬក៏ម្យ៉ាងទៀតយើងហៅថា single ពេលខ្លះគេប្រើពាក្យថា single ពេលខ្លះគេប្រើពាក្យថា unmarried សម្រាប់បងប្អូនដែលមិនធ្លាប់រៀបការសោះគឺបងប្អូនត្រូវជ្រើសរើសយកចំណុចមួយហ្នឹងតើនរណាខ្លះចាត់ទុកថាមិនទាន់រៀបការសម្រាប់បងប្អូនដែលមិនទាន់រៀបការគឺងាយស្រួលយល់ដែលមិនធ្លាប់បានចុះអាពាហ៍ពិពាហ៍គឺបងមិនធ្លាប់បានរៀបការចុះសម្រាប់បងប្អូនដែលមានកូនមានប្រពន្ធដែរនៅជាមួយគ្នាប៉ុន្តែមិនមានសម្បត្តិអាពាហ៍ពិពាហ៍តើគាត់ត្រូវជ្រើសរើសមួយណាសម្រាប់បងប្អូនដែលនៅជាមួយគ្នាជាដៃគូមានកូនជាមួយគ្នាហើយមិនមានសម្បត្តិអាពាហ៍ពិពាហ៍បងប្អូនពេលបំពេញពាក្យត្រូវរើសយក unmarried គឺនៅ single តើពេលដែលបងប្អូនបំពេញហើយត្រូវដាក់ប្រពន្ធឬកូនចូលដែរឬទេបើសិនជាយើងដាក់ថា unmarried បើកាលណាបងប្អូនរើសយក unmarried បងប្អូនមិនអាចបញ្ចូលដៃគូរបស់បងប្អូនបានទេលុះត្រាតែបងប្អូនមានសម្បត្តិអាពាហ៍ពិពាហ៍ចុះចំណែកកូនវិញសម្រាប់កូនបងប្អូនអាចបញ្ចូលបានពេលបងប្អូនបំពេញហើយរើសយកកន្លែង unmarried បន្ទាប់មកបងប្អូនអាចបំពេញកូនចូលបានសម្រាប់ដៃគូរបស់បងប្អូនគឺដូចគ្នាបើគាត់ចង់បំពេញឆ្នោតគាត់ត្រូវជ្រើសរើសយកកន្លែង unmarried ហើយបញ្ចូលកូនរបស់ពួកបងចូលមកសម្រាប់ពេលដែលជាប់ឆ្នោតគឺដៃគូរបស់គាត់មិនអាចមកជាមួយទេដោយសារតែលក្ខខណ្ឌមួយនេះចុះដើម្បីមកជាមួយគ្នាបានតើត្រូវធ្វើដូចម្ដេចដើម្បីមកជាមួយគ្នាបានងាយស្រួលបងប្អូនចុះអាពាហ៍ពិពាហ៍មកឲ្យមានសិទ្ធិរៀបការផ្លូវច្បាប់ត្រឹមត្រូវពេលបងប្អូនបំពេញឆ្នោតបងប្អូនត្រូវជ្រើសរើសមួយក្នុងចំណោម2នៅខាងក្រោមនេះគេដាក់ថា married and my spouse is not a US citizen or US lawful permanent resident ចម្លើយនេះគឺសំដៅទៅលើបងប្អូនដែលរៀបការហើយបញ្ជាក់ថាដៃគូរបស់បងប្អូនមិនមែនជាសញ្ជាតិអាមេរិកហើយក៏មិនមែនជាអ្នករស់នៅអាមេរិកស្របច្បាប់នោះទេនៅក្នុងចម្លើយទី3 married and my spouse is a US citizen or US lawful permanent resident ចម្លើយទី3នេះតកតងជាមួយបងប្អូនដែលរៀបការហើយដៃគូរបស់បងប្អូនហ្នឹងគឺរស់នៅសហរដ្ឋអាមេរិកអញ្ចឹងពីរហ្នឹងវាខុសគ្នាត្រង់ថាដៃគូរស់នៅសហរដ្ឋអាមេរិកនិងដៃគូមិនរស់នៅសហរដ្ឋអាមេរិកនៅក្នុងចម្លើយទី4តកតងជាមួយនឹង divorce ការលែងលះប្រសិនបើបងប្អូនមានលិខិតលែងលះចេញមកពីតុលាការជាមួយនឹងដៃគូរបស់បងប្អូនត្រូវជ្រើសរើសចំណុចមួយនេះហើយបើសិនជាបងប្អូនមានកូនគឺបងប្អូនដាក់បញ្ចូលដូចគ្នាដូចជាមួយនឹង unmarried ដែរប្រសិនបើសងខាងនៃប្តីនិងប្រពន្ធចង់ដាក់ឆ្នោតគឺគាត់ដាក់ឆ្នោតដោយជ្រើសរើសយកការលែងលះ divorce ហើយបញ្ចូលកូនគាត់មកក្នុងករណីដែលបងប្អូនលែងលះគ្នាដោយមិនបានចូលតាមតុលាការមានក្រដាសស្នាមត្រឹមត្រូវនោះមិនចាត់ទុកថាបងប្អូនបានលែងលះនោះទេលុះត្រាតែបងប្អូនមានក្រដាសបង្ហាញស្ថានទូតថាបងប្អូនបានលែងលះជាផ្លូវការផ្លូវច្បាប់អញ្ចឹងពេលទៅសម្ភារគេត្រូវការក្រដាសមួយនឹងដើម្បីបញ្ជាក់នៅក្នុងចម្លើយទី5តកតងជាមួយនឹងមេម៉ាយឬពោះម៉ាយwidow សំដៅទៅលើពោះម៉ាយឬមេម៉ាយចម្លើយនេះតកតងជាមួយនឹងបងប្អូនដែលមានប្រពន្ធឬប្តីដែលបានចែកឋានទៅអញ្ចឹងយើងត្រូវជ្រើសរើសយកចម្លើយទី5 widow ហើយពេលយើងបំពេញបើសិនជាមានកូនចៅយើងដាក់មកខ្ញុំសូមបញ្ជាក់មួយទៀតប្រសិនបើបងប្អូនមានកូនទោះបីជាលើស21ឆ្នាំក៏ដោយបងប្អូនត្រូវបញ្ចូលពួកគាត់ទាំងអស់ទោះបីជាបងប្អូនដឹងថាកូនដែលលើសពីអាយុ21ឆ្នាំមិនបានមកអាមេរិកក៏ដោយនៅក្នុងចម្លើយបញ្ចប់ legally separated សំណួរនេះវាមានលក្ខណៈពិសេសមួយខុសពីខាងលើដោយសារតែបងប្អូនដែលមានសម្បត្តិអាពាហ៍ពិពាហ៍រៀបការនៅជាមួយគ្នាបន្ទាប់មកបងប្អូនអត់ត្រូវការលែងលះទេ
តែបងប្អូននៅផ្សេងគ្នាពេលដែលយើងនិយាយថានៅផ្សេងគ្នានេះគឺមិនមែនថាយើងនៅផ្សេងគ្នាដោយចិត្តដោយឯងនោះទេលុះត្រាតែបងប្អូនបានទៅតុលាការហើយមានក្រដាស់ចេញមកពីតុលាការថាបងប្អូនស្ថិតនៅក្នុងការរៀបការប៉ុន្តែនៅដាច់ដោយឡែកសំណួរនេះពិសេសមិនភាគច្រើនគឺមិនសំដៅទៅលើស្ថានភាពអ្នកស្រុកខ្មែរយើងទេភាគច្រើនគឺសំដៅទៅលើខាងអ្នកអាមេរិកដោយសារតែអ្នកខ្លះគាត់សុខចិត្តនៅឈ្មោះនៅរៀបការជាមួយគ្នាប៉ុន្តែគាត់អត់នៅជាមួយគ្នាអញ្ចឹងនៅតុលាការគេអាចមានចេញក្រដាស់មួយបញ្ជាក់ទៅលើការនៅរៀបការប៉ុន្តែរស់នៅផ្សេងគ្នាបើសិនជាបងប្អូនស្ថិតនៅក្នុងលក្ខខណ្ឌមួយនេះបងប្អូនជ្រើសរើសយកចម្លើយចុងបញ្ចប់ខ្ញុំសង្ឃឹមថាការបកស្រាយតាក់ទងជាមួយនឹងការរៀបការស្ថានភាពនៃការរៀបការនេះបានច្បាស់ប្រសិនបើនៅមានចម្ងល់សូមបងប្អូនដាក់សំណួរនៅពីខាងក្រោមនៅក្នុងវីដេអូនេះក្រោមវីដេអូនេះខ្ញុំនឹងប្រឹងឆ្លើយរាល់សំណួរដែលបងប្អូនបានសួរបើអរគុណបើសិនជាវីដេអូនេះមានប្រយោជន៍សូមបងប្អូនចុច like share សម្រាប់ឲ្យអ្នកដទៃបានទទួលដំណឹងនេះផងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីការជ្រើសរើសចម្លើយទាក់ទងជាមួយនឹងការអប់រំប្រសិនបើបងប្អូនចប់ទី12ឬក៏បន្តទៅថ្នាក់បញ្ញាបត្របណ្ឌិតតើត្រូវដាក់មួយណាក្នុងការបំពេញឆ្នោត